សួស្តីបងប្អូនថ្ងៃនេះភេកកសកម្មសម័យថ្មីសូមបង្ហាញពីរបៀបតែងមេឃមានបាទមិនមែនតង្ហែនទេនេះគឺមានហើយតង្ហែនក៏យើងអាចតែងបានដូចគ្នាបាទហើយនេះជាការកាត់មេឃនៅក្រោយពេលដែលយើងបេះផ្លែរួចបាទបេះផ្លែរួចគឺយើងត្រូវតែកាត់មេឃចាស់នឹងចោលយកមេឃថ្មីបាទយើងមិនត្រូវទុកមេឃចាស់ទេព្រោះវាវែងពេកបាទយើងកាត់ចោលអស់អញ្ចឹងមកហើយយើងបោចស្លឹកវាខាងក្រោមចេញឲ្យវាទលាយហើយយើងទុកខាងលើយើងមិនត្រូវបោចវាអស់ទេបោចអស់គឺមេឃថ្មីដែលដុះមកក្រោយគឺវាចាញ់កំដៅវាលូតលាស់មិនសូវជាល្អទេបាទយើងទុកស្លឹកចាស់ហ្នឹងគឺវាធន់នឹងកំដៅបាទហើយយើងត្រូវកាត់ខាងក្រោមហ្នឹងឲ្យទលាយឲ្យវាលបាទឲ្យពលឺថ្ងៃចូលទៅហើយវានឹងដុះមែកថ្មីមកតាំងពីគល់រហូតដល់ចុងបាទបោចវាស្អាតមកបាទមែកណាទូយើងកាត់ចោលយើងអត់ទុកទេបាទនេះកាត់រួចមកទឹកក្រោយមកគឺវាចេញមែកថ្មីមកអញ្ចឹងបាទគឺវាចេញមកច្រើនបាទតាំងពីគល់មករហូតច្រើនមែនទែនប៉ុន្តែយើងអត់ទុកទាំងអស់ទេយើងត្រូវបោចវាចេញបាទគឺយើងទុកតែ3ឬក៏តែ2ទេគឺមិនអោយលើសពី3ទេបាទលើសពី3មេឃដែលក្រោយមកគឺវាតូចល្អិតអញ្ចឹងផ្លែក៏វាមិនសូវធំហើយក៏មិនបានច្រើនដែរបាទនេះបងប្អូនឃើញទេមេឃរបស់ខ្ញុំនេះដានកាត់បាទឃើញវីសូឡូនេះបាទទៅលើបាទគឺដូចវល់អញ្ចឹងគឺត្រង់ណាស់បាទបងប្អូនប្រហែលជាមិនចឹងជឿថាមេឃមានទេយកទៅគិតថាជាវល់ប៉ុន្តែមេឃដែលស្អាតនេះមិនមែនបានមកដោយចៃដន្យទេបាទគឺយើងអ្នកកំណត់វាយើងកំណត់វាឲ្យបានស្អាតអញ្ចឹងហ្មងបាទគឺវាសូឡូនហើយប៉ិនគ្នានៅពេលដែលវាផ្លែមកគឺក៏វាផ្លែមកប៉ិនគ្នាដែរបាទអញ្ចឹងការតែងមេឃនេះគឺយើងយកតែ2ទេឬក៏តែ3តែប៉ុណ្ណោះបើមេឃធំយើងយក3ហើយបងប្អូនមើលបាទនេះបាទឃើញទេបាទឃើញស្លូនទេបាទហើយត្រង់បាទនៅពេលតែផ្លែមកគឺមួយមេឃមិនក្រោមពី1គីឡូទេបាទនេះបងប្អូនបានឃើញផ្លែវាមិនហ្នឹងគឺវាខ្ពស់នៅលើនោះប៉ុន្តែដល់ពេលផ្លែគឺវានៅខាងក្រោមភាសាមេឃយើងវាស្លូនទៅលើដល់ពេលផ្លែវាធ្ងន់គឺវាទន់ដល់ដីបាទបងប្អូននៅផ្លែហើយនេះអត់តន់ទុំទេនេះគ្រាន់តែជាទុំដាក់សាច់តិចបាទអត់តន់ទុំទេបាទចាំតិចទៀតបងប្អូនឃើញទុំបាទហើយបងប្អូនដែលចង់ដាំដំណាំហូបផ្លែខ្ញុំណែនាំឲ្យបងប្អូនដាំមៀនព្រោះមៀនអត់ចេះមានជំងឺអាយុវែងបាទហើយខ្មែរយើងនិយមជាងគេគឺនិយមមៀនបើថ្ងៃសិលវិញគឺផ្ទះណាក៏គេសែនដែរបាទមៀនហើយនេះមិនមែនតង្ហែនទេបាទអញ្ចឹងដាំដំណាំហូបផ្លែវាអត់ងាយនឹងចុះថោកទេបាទផ្លែគឺវាអត់ងាយចុះទេសំខាន់មានយើងនេះគឺយើងអាចបញ្ជាបានគឺបញ្ជាឲ្យផ្លែខែណាក៏បានដែរអញ្ចឹងអ្នកដែលទិញពីយើងគឺមិនអាចបន្ថោកយើងបានព្រោះវាមិនមែនទុំតាមរដូវទេបាទបើទុំតាមរដូវទុំម្ដងទាំងអស់គឺវាជន់យើងពិបាកលក់តែមាននេះគឺយើងអាចបញ្ជាបានអញ្ចឹងក្នុងមួយឆ្នាំយើងបញ្ជាឲ្យផ្លែខែណាក៏បានដែរតាមតែចិត្តយើងចង់ឲ្យផ្លែបាទហើយឲ្យផ្លែមេឃណាក៏បានដែរបាទហើយយើងកំណត់ទីផ្សារបានដោយយ៉ាងងាយស្រួលអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនដាំមៀនបាទគឺអត់ចេះមានជំងឺអាយុវែងបាទងាយស្រួលថែទាំបាទហើយទោះបីជាវាចុះថោកក៏យើងអត់ខាតដែរបាទព្រោះដំណាំហូបផ្លែគឺมันងាយនឹងចុះថោកទេទោះបីជាចុះក៏យើងអត់ខាតដែរបាទនេះបងប្អូនមើលផ្លែនេះទុំមិញណាតន់ទុំពេលទុំផ្លែវាធំបាទហើយសាច់ក្រាស់បាទសូមបញ្ជាក់ម្ដងថាមិនមែនតែងែនទេបាទគឺជាមានបាទមានក៏អូបបាទគឺផ្លែទុំមកគឺមានសัตว์កជាវមកស៊ីប៉ុន្តែអត់បញ្ហាគឺយើងដាក់មងទៅគឺវាអត់អាចស៊ីបាននេះបងប្អូនមើល1ម៉ែកបាទ2ម៉ែកបាទ3ម៉ែក4ម៉ែកបាទនេះបងប្អូនមើល4ម៉ែកដែលយើងទុកហើយយើងបងប្អូនមកពីផ្លែបាទនេះ4ម៉ែកទេបាទ